សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដែលឮពាក្យថាពេលព្រឹកដ៏អស្ចារ្យអត់ពាក្យមួយហ្នឹងណាបើសិនជាយើងអត់ដែលគិតពីវាគិតថាវាធម្មតាប៉ុន្តែបើសិនជាយើងចំណាយពេលបន្តិចគិតលើពាក្យពេលព្រឹកដ៏អស្ចារ្យនោះអ្នកទាំងអស់គ្នានឹងទទួលបានរឿងមួយដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើងរឿងដ៏អស្ចារ្យហ្នឹងមិនមែនមានន័យថាអ្នកទាំងអស់គ្នានឹងទទួលបានលុយទទួលបានមុខតំណែងការងារទេគឺទទួលបានរឿងមួយដ៏អស្ចារ្យជាងហ្នឹងទៀតគឺអ្នកទាំងអស់គ្នាទទួលបាននៅអារម្មណ៍ដ៏ស្រស់ថ្លាអ្នកទាំងអស់គ្នាទទួលបាននៅរឿងដ៏ស្រស់បំព្រងពេញមួយថ្ងៃអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថាហេតុអីបានពេលខ្លះអ្នកទាំងអស់គ្នាខកមកដូចអត់មានកម្លាំងសោះអត់មានធម៌ពលក្នុងខ្លួនសោះដឹងមកពីអីអត់អាហ្នឹងមកពីអ្នកទាំងអស់គ្នាអត់ដឹងថាពេលព្រឹកដ៏អស្ចារ្យរបស់អ្នកទាំងអស់គ្នាគឺជាអីអ្នកទាំងអស់គ្នាអត់បានបង្កើតភាពអស្ចារ្យនៅពេលព្រឹករបស់អ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងចែករំលែកខ្លះៗថាធ្វើម៉េចដើម្បីឲ្យមានភាពអស្ចារ្យនៅពេលព្រឹកពេលព្រឹកព្រលឹមអ្នកទាំងអស់គ្នាក្រោកមកអ្នកខ្លះគាត់លេងទូរស័ព្ទអ្នកខ្លះគាត់ស្ដាប់បទចម្រៀងអ្នកខ្លះគាត់ធ្វើនេះធ្វើនោះទៅមកធ្វើការឬក៏ទៅរៀនថ្ងៃនេះខ្ញុំនឹងចែករំលែកបទពិសោធន៍មួយចំនួនដែលខ្ញុំបានធ្វើពេលព្រឹកអស្ចារ្យរបស់ខ្ញុំគឺចាប់ដើមពីការក្រោកពីព្រលឹមម៉ោង5ឬក៏5កន្លះអីខ្ញុំក្រោកហើយពេលដែលខ្ញុំក្រោកហ្នឹងគឺខ្ញុំអត់ចុចទូរស័ព្ទទេខ្ញុំចាប់ផ្ដើមអ៊ុតខោអាវខ្ញុំចាប់ផ្ដើមស្ដាប់អ្វីដែលធ្វើឲ្យអារម្មណ៍ខ្ញុំសប្បាយស្ដាប់អ្វីដែលខ្ញុំចូលចិត្តដូចជាបទចម្រៀង motivation អីទាំងអស់ហ្នឹងគឺធ្វើឲ្យអារម្មណ៍របស់ខ្ញុំវាសប្បាយចិត្តពេលព្រឹកដែរបន្ទាប់ពីខ្ញុំអ៊ុតខោអាវហើយខ្ញុំងូតតាំងខ្ញុំដុសធ្មេញហើយខ្ញុំនិយាយប្រាប់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងសម្រេចការងារមួយដែលខ្ញុំចង់សម្រេចថ្ងៃនេះខ្ញុំនឹងធ្វើរឿងមួយដែលខ្ញុំចង់ធ្វើហើយរឿងទាំងអស់ហ្នឹងគឺខ្ញុំតែងតែនិយាយនៅពេលដែលខ្ញុំងូតទឹកនៅពេលដែលខ្ញុំបាននិយាយអញ្ចឹងខួរក្បាលរបស់ខ្ញុំគឺដឹងរួចជាស្រេចថាព្រឹកហ្នឹងខ្ញុំដឹងថាខ្ញុំត្រូវធ្វើអីខ្ញុំត្រូវទៅណាខ្ញុំត្រូវរៀបចំខ្លួនបែបម៉េចអញ្ចឹងសកម្មភាពទាំងអស់ហ្នឹងទូទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំគិត